សម័យពុទ្ធកាលមានព្រះរាជាទៅសួរព្រះអង្គសួរថាចង្ហាន់បែបណាដែលជាចង្ហាន់ដែលមានរសជាតិដែលឆ្ងាញ់ណាបាទជាបងប្អូនតើលោកចាក់គ្រូកណាសំពេចទោសលោកចាក់គ្រូពេលដែលលោកចាក់គ្រូសពថ្ងៃហ្នឹងតើលោកចាក់គ្រូឆាន់យ៉ាងហាន់ដូចថាវាមិនទៅណាដែលពុទ្ធបរិស័ទគាត់ប្រគេនដែលថាចង្ហាន់ឆ្ងាញ់ណាបងប្អូនយកចង្ហាន់ទៅប្រគេនលោកចាក់គ្រូប្រសង់ប៉ុន្តែចង្ហាន់ដែលលោកចាក់គ្រូដូចថាវាអត់ពីទីអត់ទៅតែជាចង្ហាន់ប្រភេទម៉េចលោកចាក់គ្រូសម័យពុទ្ធកាលមានព្រះរាជាទៅសួរព្រះអង្គសួរថាចង្ហាន់បែបណាដែលជាចង្ហាន់ដែលមានរសជាតិដែលឆ្ងាញ់ណាព្រោះព្រះរាជានឹងចេះតែចង់ប្រគេនចង្ហាន់បណ្ឌបាតដល់ភិក្ខុសង្ឃប៉ុន្តែភិក្ខុសង្ឃដូចមិនសូវទៅវាំងរបស់ព្រះអង្គទេប្រហែលជាគិតថាចង្ហាន់ហ្នឹងបែបមិនសូវឆ្ងាញ់ទេអញ្ចឹងបានទៅសួរព្រះអង្គថាតើចង្ហាន់បែបណាជាចង្ហាន់ឆ្ងាញ់ដែលមានរសជាតិព្រះអង្គថាចង្ហាន់ដែលឆ្ងាញ់ហ្នឹងគឺជាចង្ហាន់របស់សាច់ញាតិហ្នឹងអញ្ចឹងបានប្របាទពំពិសាហ្នឹងភ្ជាប់សាច់ញាតិជាមួយនាងវាសភៈខត្តយានោះដែលជាម្ដាយរបស់វិឌូតភៈហ្នឹងឲ្យជាប់ថាអូនឹងសាច់ញាតិព្រះអង្គដែរអញ្ចឹងទៅវិខទៅប៉ុន្តែផ្ទុយពីនឹងញាតិមិនញាតិអត់បញ្ហាចង្ហាន់ឆ្ងាញ់គឺចង្ហាន់ណាដែលយល់ធัวអាត្មាបញ្យល់អានោះនឹងចង្ហាន់ឆ្ងាញ់មកពួកមានញាតិញោមដែលយកចង្ហាន់តាំងពីលោកចាស់គ្រូបួសមករហូតដល់សប្តាហ៍ថ្ងៃហ្នឹងអ្នកខ្លះគាត់ដោយសារឪពុកម្ដាយគាត់ហ្នឹងហើយបាត់បង់ជីវិតអ្នកខ្លះគ្រូកំណើតអ្នកខ្លះអីចឹងផ្សេងគ្នាអ្នកខ្លះគេចង់បានបុណ្យមួយផ្សេងអ្នកខ្លះក៏រាប់អានសិក្សាលោកចាស់គ្រូប៉ុន្តែក្នុងទាំងអស់ហ្នឹងតើលោកចាស់គ្រូឆាន់ដែលមិនញើតមាត់ជាងគេហ្នឹងចង្ហាន់អ្នកយល់ពធប៉ុន្តែមិនបានន័យថាក្រៅពីនឹងអត់ឆាន់ទេឆាន់ដែលខ្លះឆាន់ដោយអនុគ្រោះឧទាហរណ៍ដោយអ្នកខ្លះក៏អត់តន់យល់ទេប៉ុន្តែគាត់មានឪពុកម្ដាយស្លាប់អីចឹងទៅយកមកប្រគេនក៏ទទួលដែរប៉ុន្តែទទួលក្នុងន័យអនុគ្រោះឯងមិនមែនទទួលសបាយចិត្តទេអាហ្នឹងអនុគ្រោះអញ្ចឹងន័យខុសគ្នាណាហ្នឹងហើយប៉ុន្តែចង្ហាន់ដែលឆាន់ញើតមាត់ហ្នឹងអ្នកមកប្រគេនឲ្យសុំបុណ្យសុំសុខសុំសេរីអីហ្នឹងឆាន់ដូចវាបំពេញមាត់ឆាន់មើលខ្លួនឯងដូចអ្នកតាអញ្ចឹងណាដឹងតែខ្លួនឯងមិនមែនកន្លែងផលិតសុកឲ្យគេទេប៉ុន្តែគេមកដល់សុំឲ្យសុកសបាយអាត្មាថាអាត្មាអត់ឲ្យសុកបានផងញោមអ្នកកំពុងឲ្យអាត្មាសុកមកច្រឡំយកសុកពីអាត្មាអញ្ចឹងអាត្មាអត់បាយនេះវាគេកើតទុកធៀបពិតដែលញាតិញោមទៅប្រគេនចង្ហាន់ប្រសងហ្នឹងមិនមែនប្រសងឲ្យសុកទេគឺខ្លួនឯងទៅឲ្យសុកប្រសងអញ្ចឹងបាននៅក្នុងធម៌ដែលលោកសូត្រអានណាំងប៉ាណាំងនោះកន្លែងមួយថាសុខសទាតាមេធាវីនេះមានបញ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកឯទៀតណាអ្នកឲ្យសុខដល់អ្នកឯទៀតហ្នឹងយើងអ្នកមានបាយហ្នឹងឲ្យសុខលោកហ្នឹងអត់បាយមួយថ្ងៃមកទេសចឹងកើតតែយើងច្រឡំទៅសុំសុខពីលោកថាមែនទេយើងអ្នកផ្ដល់សុខឲ្យលោករួចហើយក៏យើងជ្រះថ្លាជាមួយនឹងទានដែលយើងបានធ្វើហ្នឹងយើងក៏កើតសេចក្តីសុខផ្លូវចិត្តរបស់យើងដែរអាសុខផ្លូវចិត្តរបស់យើងមិនមែនលោកឲ្យទេគឺកើតពីទានដែលយើងឲ្យហ្នឹងឯងយើងជ្រះថ្លាយើងឃើញលោកបានសុខទៅលោកគង់នៅជាសុខទៅយើងក៏សប្បាយចិត្តដែរឃើញទេអាហ្នឹងដែលព្រះអង្គថាសុខសទាតាមេធាវីសុខੰសោអតិកិច្ចតិអ្នកមានប្រាជ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកទៀតហើយរមែងបានសុខនោះមកខ្លួនវិញអញ្ចឹងមិនមែនលោកផលិតសុខទេគឺសេចក្តីសុខដែលយើងឲ្យគេហ្នឹងវាជាអារម្មណ៍ធ្វើឲ្យយើងបានសេចក្តីសុខផ្លូវចិត្តចាប់ពាក្យហ្នឹងឲ្យតន់ណាអ្នកមានប្រាជ្ញាជាអ្នកឲ្យសេចក្តីសុខដល់អ្នកឯទៀតហើយរមែងបានសេចក្តីសុខនោះមកខ្លួនវិញដូចបងសេដាអញ្ចឹងទៅបង្កើតសាលាឲ្យក្មេងៗមិនក្មេងហ្នឹងឲ្យសុខទេតែអាសេចក្តីសុខដែលយើងឲ្យគេហ្នឹងវាធ្វើឲ្យយើង enjoy ធ្វើឲ្យយើងសប្បាយចិត្តនៅពេលដែលឃើញគេបានសុខនោះ
មិនក្មេងនឹងឲ្យសុកទេឃើញទេហ្នឹងហើយ មុននឹងលោកចាក់គ្រូសំណួរដែលបងកតាសាកសួរពីខាងដើមមកហ្នឹងបន្ថែមបន្តិចទៀតមូលហេតុអីបានលោកចាក់គ្រូមិនចប់សំណួរហ្នឹងណាលោកចាក់គ្រូមូលហេតុអីបានលោកចាក់គ្រូឆាន់ចង្ហាន់ដែលមិនរំគៀសដោយសារតែពួកគាត់យល់ធួលោកចាក់គ្រូឆាន់អត់រំគៀសតើមូលហេតុអីដែលលោកចាក់គ្រូយល់ក្នុងប្រទេស មិនរង្គៀសទី1ដឹងថាគាត់ឲ្យគឺឲ្យដោយសប្បាយចិត្តពិតប្រាកដព្រោះភាកច្រើនដែលគាត់មកប្រគេនហ្នឹងគឺគ្រាន់តែ express sincere thanks របៀបដូចយកចង្ហាន់ហ្នឹងមកអរគុណប៉ុណ្ណោះទេហើយគាត់មិនទាមទារអីបន្ថែមទេមានន័យថាគាត់បានទទួលរួចហើយនៅធម្មទានហ្នឹងមានពេលខ្លះអាត្មាសួរថាឆាន់ free បានអត់គាត់ថាអត់ free ទេអត់ free ហ្នឹងគាត់ចង់និយាយថាគាត់បានទទួលនៅអ្វីដែលអាត្មាចែករួចហើយហ្នឹងហើយយកមកថ្ងៃនេះអត់បានពោថ្ងៃនេះមែនប៉ុន្តែអ្វីដែលគាត់បានរួចហើយគាត់មិនទាមទារអីបន្ថែមទេហើយគាត់ដឹងច្បាស់ថាទោះបីឲ្យក៏វាអត់មានបានអីដែរចឹងទៅយើងវា feel ថាគាត់អត់មានអន់ចិត្តអីត្បិតតែយើងមិនឲ្យពោទេវាអត់រង្គៀសទៅនឹងណាមានពេលខ្លះអ្នកដែលមិនតន់យល់មកថ្មមានពេលខ្លះមកអត់ចង់ឲ្យពោដែរប៉ុន្តែវាមានកូនចិត្តមួយសង្ស័យទៅវិញអន់ចិត្តហើយទៅវិញទៅវាអត់សុបាយចិត្តហើយគិតចឹងដែរថ្មមិនចង់ឲ្យគាត់មិនសុបាយចិត្តទេប៉ុន្តែថ្មចង់ផ្លាស់ប្ដូរទម្លាប់ដែលយើងចេះតែគិតថាពោនៅក្នុងលោកហ្នឹងណាជាទីពឹងព្រោះយើងពឹងលោកពុទ្ធព្រានឲ្យយើងពឹងខ្លួនឯងណាដូចធម៌ដែលលោកស្វាត់ជាយនាំសត្វជាព្រឹកមិញល្អណាសត្វធម៌ពិចារណាទាំងអស់តាំងពីអនិច្ចាអីប៉ុន្តែយើងគិតមិនរឿងរបស់យើងផ្សេងទៀតប៉ុន្តែធាតុពិតធម៌ទាំងអស់សត្វធម៌ពិចារណាទាំងអស់ហើយតាមពិតមិនកំណាញ់អីទេញាតិញោមអត់ហត់អីទេសូត្រតែមួយមេឲ្យពោអាធัวឲ្យពោអត់ហត់អីទេមិនមែនដូចញាតិញោមទៅធ្វើការមួយថ្ងៃបានទិញម្ហូបចឹងទេប៉ុន្តែអ្វីដែលថ្មចង់ផ្ដល់ឲ្យញាតិញោមហ្នឹងគឺមានពេលខ្លះថាហ្នឹងអន់ចិត្តខ្លះទៅឲ្យមានគិតថាអូវាខុសពីមុនខ្លះចឹងណាអាម៉េចបានលោកនោះមិនឲ្យពោអញសោះចឹងឲ្យគាត់មានអាកន្លែងគិតខ្លះឲ្យមានកន្លែងខឹងខ្លះចាំរកកន្លែងភាសាថាល្មិចបានអញ្ចឹងណាហ្នឹងហើយប៉ិនធាតពិតមិនមែនចង់ឲ្យញាតិញោមកើតទុកទេចង់ឲ្យញាតិញោមបានអ្វីដែលប្រសើរជាងហ្នឹងចឹងណាចង់ឲ្យคลายទៅជា adult បរិស័ទកុំឲ្យនៅតែ baby បរិស័ទនោះចឹងណាហើយអូនស្រុនคลายជា adult husband នៅឬក៏នៅ baby husband ឡើយទេហ្នឹងហើយមិនមានអីទេគ្រាន់តែអាត្មាចង់នាំបរិស័ទហ្នឹងឲ្យឡើងថ្នាក់តែប៉ុណ្្នឹងឯងហ្នឹងហើយដូចយើងរៀនសាលាទូទៅក៏អញ្ចឹងដែរយើងពីក្មេងមែនទែនយើងពឹងទៅលើគ្រូទាំងអស់គ្រូនាំថាកយើងថាកខយើងថាកអាកាអាហ្នឹងយើងអញ្ចឹងចោះដំបូងណាប៉ុន្តែពេលយើងឡើងថ្នាក់ធំទៅពេលយើងរៀនធ្វើចំណោទធ្វើអីមិនបានគេឲ្យយើងរៀនធ្វើចំណោទព្រោះគេចង់ឲ្យយើងចេះគិតមិនមែនទៅធ្វើតែតាមគ្រូទៀតទេណាបរិស័ទយើងក៏គួរតែមានពេលឡើងថ្នាក់ឲ្យចេះគិតចេះពិចារណាខ្លួនឯងបើនៅតែតាមគេថារហូតហ្នឹងអត់ឡើងថ្នាក់ទេណាហើយរហូតដល់ទៅអាចបញ្យល់គេបានមានន័យថាឡើងថ្នាក់ហើយណាដូចបងអូនរនធីឥឡូវបើកបញ្យល់អភិធម្មគេបានអាហ្នឹងមានន័យថាឡើងនៅជា baby បរិស័ទហ្នឹងខ្លាយជា adult អញ្ចឹងចង់ឲ្យអញ្ចឹងឯង